ជាសួរដល់ពុកម៉ែបងប្អូនអស់នេះថ្ងៃនេះខ្ញុំចង់ចែករំលែកនៅការកែច្នៃផលិតផលកសិកម្មឲ្យទៅជាផលិតផលដែលអស្ចារ្យបាទហើយតើបងប្អូនគួរជ្រើសរើសយកផលិតផលអីហើយរបៀបម៉េចខ្ញុំនឹងចែករំលែកកលឹះខ្លះទៅចង់ដល់ពុកម៉ែបងប្អូនអស់គ្នាទីសេរីរាង្គប្រទេសណាក៏ធ្វើពីកាកសំណល់ហើយលមួកសត្វតើហេតុអីបានជាយើងមិនគ្រប់គ្រងផលិតផលនៅក្នុងស្រុកហ៊ុយយន្តធ្វើបានអញ្ចឹងនៅពេលដែលបងប្អូនចាប់ផ្ដើមច្នៃប្រឌិតនៅលើផលិតផលអីមួយដែលជាវត្ថុធាតុដើមគឺជាកសិផលរបស់កសិកម្មបាទអញ្ចឹងបងប្អូនចំណុចសំខាន់មែនទែនខ្ញុំចង់ឲ្យបងប្អូនមើលទៅពាក់ព័ន្ធជាមួយនឹងទីផ្សារអាហ្នឹងចំណុចទី1ចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងការកែច្នៃគេហៅថាជំនាញក្នុងការកែច្នៃទាំងអស់ហ្នឹងហើយចំណុចទី3គឺវត្ថុធាតុដើមបាទអញ្ចឹង3ចំណុចនេះបងប្អូនត្រូវបានចាប់ផ្ដើមហើយចាប់ផ្ដើមពីតូចក៏បានដែរហើយនឹងអាចរីកដល់ធំទៅហើយបងប្អូនអាចឆ្លៀតពេលក្រៅតែពីធ្វើការមានសៅរ៍អាទិត្យឬក៏ពេលដែលមួយចំនួនដែលតិចតួចបងប្អូនអាចយកមកសាកល្បងបាទខ្ញុំឃើញគំរូមួយពាក់ព័ន្ធជាមួយនឹងការកែច្នៃអំពៅបាទបងប្អូនដឹងតែស្រុកយើងគឺដាំអំពៅបានអញ្ចឹងគាត់ធ្វើស្ករអំពៅបាទឃើញសួរថាពិបាកទេវាពិបាកប៉ុន្តែខ្ញុំចង់ឲ្យមើលឃើញថាតើស្ករអំពៅគេត្រូវការទីផ្សារកម្រិតណាបាទទី1អញ្ចឹងតម្លៃដែលយើងអាចច្នៃទៅវាឡើងទៅប្រកួតនៅកម្រិតណាហើយទី2គឺបច្ចេកទេសពាក់ព័ន្ធជាមួយនឹងការកែច្នៃទាំងអស់ហ្នឹងខ្ញុំជឿថាមានវគ្គខ្លីៗជាច្រើនហើយគឺយើងអាចទៅសិក្សាយកពេលវេលាទៅយកជំនាញទាំងអស់ហ្នឹងឲ្យបានមកនេះគឺជាការកំណត់នេះហើយទី3គឺពាក់ព័ន្ធជាមួយនឹងវត្ថុធាតុដើមបងប្អូនឃើញអំពៅនៅពេលដែលបងប្អូនចាប់ផ្ដើមធ្វើវិញអាមុខរបរហ្នឹងវាមានគុណតម្លៃខ្លាំងណាស់គុណតម្លៃទី1គឺជួយទៅដល់កសិករគឺជាបញ្ហាដែលដោះស្រាយទៅលើផ្នែកទីផ្សាររបស់កសិករបងប្អូនចាប់ផ្ដើមធ្វើបងប្អូនមានគុណតម្លៃនឹងចូលមកតែម្ដងទី2គឺជាអ្វីដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋពាក់ព័ន្ធជាមួយស្ករហ្នឹងបាទអញ្ចឹងស្ករគឺចាំបាច់ណាស់ការប្រើប្រាស់ជាប្រចាំមិនថាស្លមិនថាទទួលទានផ្ទាល់មិនថាយកទៅលាយជាមួយនឹងម្ហូបអាហារចំណីចំណុកអីជាច្រើនមែនទែនបាទអញ្ចឹងបងប្អូនអាចចាប់ផ្ដើមអាកិច្ចការទាំងអស់ហ្នឹងហើយអំពើស្រុកយើងស្រួលណាបងប្អូនអាចទៅចាប់ផ្ដើមនៅកន្លែងណាក៏បានដែរបងប្អូនអាចទៅកុងត្រាជាមួយនឹងប្រជាពលរដ្ឋខ្មែរយើងមិនបាច់ផ្ដល់បច្ចេកទេសមិនបាច់ផ្ដល់ដើមទុនមិនបាច់ស្អីទេគ្រាន់តែប្រាប់ថាខ្ញុំត្រូវការពៅចំនួនប៉ុណ្ណេះតោនប៉ុណ្ណេះតោនក្នុងមួយឆ្នាំក្នុងមួយរដូវឬក្នុងមួយខែខ្ញុំធានាថាមិនខ្វះទេអ្នកដែលផ្គត់ផ្គង់ជូនឲ្យតែតម្លៃវាសមស្របឲ្យវាសមរម្យគាត់មានប្រាក់ចំណេញទៅបាទអញ្ចឹងនេះគឺជាមុខរបរការកែច្នៃបងប្អូនកុំមើលរំលងរឿងតូចរឿងធម្មតាប៉ុន្តែបងប្អូនអាចធ្វើរឿងអស្ចារ្យយើងកុំសម័យទៅឃើញរោងចក្រដ៏ធំមួយនៅស្រុកយើងឬក៏នៅលើពិភពលោកដែលគេកែច្នៃនោះដែលមានតម្លៃវល់លាននោះទេបងប្អូនអាចចាប់ផ្ដើមនៅក្នុងតម្លៃដ៏តិចតួចពាក់ព័ន្ធជាមួយនឹងពេលវេលាពាក់ព័ន្ធជាមួយនឹងជំនាញពាក់ព័ន្ធជាមួយនឹងថវិកាបន្តិចបន្តួចដើម្បីធ្វើកិច្ចការទាំងអស់នេះគឺជាគុណតម្លៃដែលបងប្អូនមើលឲ្យឃើញមើលឲ្យធ្លុះពាក់ព័ន្ធជាមួយកិច្ចការទាំងអស់ហ្នឹងអញ្ចឹងបើបងប្អូនចាប់អារម្មណ៍ក្នុងការកែច្នៃបងប្អូនទៅគិតធំទី1សម្រាប់រឿងដែលធ្វើ business មិនថាតូចមិនថាធំគឺពាក់ព័ន្ធជាមួយទីផ្សារទី2គឺបងប្អូនត្រូវមើលឲ្យឃើញពាក់ព័ន្ធជាមួយទៅនឹងជំនាញហើយជំនាញហ្នឹងក៏វាមិនមានស្អីដែលពិបាកអីរហូតដល់ថ្នាក់ស្មុគស្មាញយើងមិនមែនទៅធ្វើឡានមិនមែនទៅធ្វើយន្តហោះទេជំនាញគ្រាន់តែកែច្នៃស្ករពេលខ្លះបងប្អូនគ្រាន់តែទៅយកពេលវេលាទៅវិតស្ករជាមួយនឹងប្រជាពលរដ្ឋខ្មែរយើងក៏យើងអាចចេះបានដែរបាទប៉ុន្តែយើងគ្រាន់តែឆ្លាតជាងថាយើងធ្វើតម្រូវនឹងទីផ្សារទៅប៉ុណ្ណឹងចំណុចទី3គឺមើលនៅវត្ថុធាតុដើមដែលមិនចេះអស់ហើយវាងាយស្រួលបាទបងប្អូនមិនបាច់ទៅរកអាណាដែលមានវត្ថុធាតុដើមពិបាកខ្លាំងពេកទេអំពៅមិនថាស្រុកណាមិនថាខេត្តណាមិនថាទីណាគឺសិតតែសវោទាំងអស់ហើយយើងអាចជ្រើសរើសគ្រាន់តែយ៉ាងច្រើនណែនាំពូជគាត់បន្តិចបន្តួចទៅហើយក៏អត់ពិបាកនឹងធ្វើកិច្ចការទាំងអស់ហ្នឹងដែរអញ្ចឹងខ្ញុំមានគំនិត3ហ្នឹងបើសិនបងប្អូនចាប់អារម្មណ៍ការកែច្នៃផលិតផលដែលជាកសិផលខ្មែរយើងដើម្បីជួយជាគុណតម្លៃជួយទៅដល់កសិករជួយទៅលើបញ្ហាផ្នែកទីផ្សារទាំងអស់ហ្នឹងបងប្អូនអាចចាប់ផ្ដើមបន្តិចបន្តួចហើយបើសិនជាខ្វះជំនាញទាំងអស់ហ្នឹងខ្វះការដែលអាចតាក់ទងមកខ្ញុំនឹងមានទីតាំងដើម្បីណែនាំបន្ថែមឲ្យបងប្អូនពិតជាថាក្តីស្រឡាញ់អានឹងពិតប្រាកដបងប្អូនអាចចាប់ដើមធ្វើហើយរឿងដើមទុនសំខាន់ដែលខ្ញុំជំរាបចឹងគឺពាក់ព័ន្ធជាមួយនឹងពេលវេលាជាមួយនឹងដើមទុនបន្តិចបន្តួចហើយយើងអាចចាប់ផ្ដើមកាលណាយើងធ្វើតូចចំណេញតិចប៉ុន្តែនៅពេលដែលយើងស្ទាត់ជំនាញយើងអាចធ្វើធំយើងនឹងចំណេញច្រើនបាទសូមអរគុណ